តអ្នកទាំងអស់គ្នាចេះស្ងោរពងដូចតែខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងនៅអញ្ចឹងនេះគេហៅថា Singaporean Subway Egg ហើយវាជាអាហារដ៏ពេញនិយមសម្រាប់ជនជាតិសិង្ហបុរីជាអាហារពេលព្រឹកអញ្ចឹងដើម្បីធ្វើវាដំបូងឡើយគឺយើងត្រូវដាំទឹកឲ្យពុះបន្ទាប់មកគឺយើងបិទភ្លើងយើងអត់ស្ងោរដូចយើងស្ងោរពងទូទៅណាអញ្ចឹងពេលដែលពុះហើយយើងត្រូវបិទភ្លើងរួចយើងដាក់ពងចូលរយៈពេលនៃការចម្អិនវាគឺ10នាទីអញ្ចឹងបន្ទាប់ពីដាក់ពងចូលនៅក្នុងទឹកហ្នឹងអ្នកនាងត្រូវ set timer រយៈពេល10នាទីបន្ទាប់មកស្រង់ដាក់នៅក្នុងបូលមួយទៀតដែលមានទឹកត្រជាក់រយៈពេល2នាទីទៀតដើម្បី cool down អញ្ចឹងនៅពេលដែល cool down រយៈពេល2នាទីហើយអ្នកនាងនឹងទទួលបានលទ្ធផលដោយដែលវីដេអូខ្ញុំបង្ហាញហ្នឹងអញ្ចឹងលទ្ធផលនៃការ cooking boiling Subway egg របស់យើងគឺបែបហ្នឹងអញ្ចឹងអ្នកគ្នាមើលហើយធ្វើតាមខ្ញុំទៅបើសិនជាយើងចង់ញ៉ាំព្រោះគឺយើងត្រូវដាក់ម្រេចហើយទឹកស្អ៊ីវហើយយើងអាចញ៉ាំជាមួយនឹងប៉ាំងឬក៏ថូសសម្រាប់ពេលព្រឹកផ្សេងៗនេះវាល្អសម្រាប់សុខភាពជាអាហារពេលព្រឹកដ៏ល្អបំផុតសម្រាប់ខ្ញុំ